vàព័ត៌មានទី2ហ្នឹងគឺកាលពីម្សិលមិញណាបាទខ្ញុំបានជម្រាបជូនប្រិយមិត្តហើយនឹងបង្ហោះតាម Facebook ផងដែរគឺលោកផាត់ឃ្លាំងបាទប៊ុនស៊ិនផាត់ឃ្លាំងដែលជាអតីតមេបញ្ជាការយុទ្ធភូមិពាក្យ2របស់ថៃឥឡូវនេះធ្វើជាជំនួយការបាទជំនួយការឬក៏ទីប្រឹក្សាឬក៏ជំនួយការរបស់អគ្គមេបញ្ជាការរបស់យោធាថៃវិញបាទគាត់បាននិយាយតាមរយៈបទបង្ហាញនៅសាកលវិទ្យាល័យមួយកាលពីថ្ងៃម្សិលមិញគាត់បាននិយាយថាគាត់ចង់គាត់ពិតជាបានប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលមែននៅក្នុងការបន្តការប្រយុទ្ធពីព្រោះគាត់ថាប្រយុទ្ធបាន6ម៉ោងមកស្រាប់តែខាងមានទទួលបទបញ្ជាឲ្យផ្អាកការប្រយុទ្ធបាទការប្រយុទ្ធតែប៉ុន្តែគាត់មិនព្រមទេគឺគាត់បាននិយាយជាមួយនឹងមេគាត់ផ្ទាល់បញ្ចុះបញ្ចូលហើយគាត់នៅបន្តប្រយុទ្ធបាទអញ្ចឹងគាត់ថាគាត់មិនចង់បង្ហាញអ្នកដែលឈ្មោះនឹងទេបាទបង្ហាញឈ្មោះនឹងទេថាអ្នកណាជាអ្នកដែលនិយាយដូច្នោះបាទក្រោយពីលោកប៊ុនស៊ិនផាត់ខ្លាំងគាត់បាននិយាយចឹងហើយមតិសាធារណជននៅក្នុងប្រទេសថៃចាប់ផ្ដើមពិភាក្សាគ្នាដោយចង្អុលខ្លាំងសម្ដៅទៅលើលោកភូមិធម្មបាទដែលជាពេលនោះលោកជានាយករដ្ឋមន្ត្រីស្ដីទីបាទដែលហើយក៏ជាអ្នកដែលបានទៅទីក្រុងកូឡាឡំពួរដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួបបាញ់គ្នានៅពេលនោះបាទនៅពេលនោះផងដែរអញ្ចឹងគឺនៅថ្ងៃទី28ខែកក្កដាណាបាទអញ្ចឹងគឺមតិជាច្រើនផ្ដោតទៅលើគាត់ហើយក៏ធ្វើឲ្យគាត់នឹងចេញមកប្រកាសបដិសេធបាទបើយោងតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មាននានាគឺជាពិសេសខ្ញុំដកស្រង់ពីខាងកាសែតខៅសូតបាទខៅសូតបាននិយាយថាលោកភូមិធម្មបាទលោកភូមិធម្មគាត់បានបដិសេធថាគាត់មិនមែនចេញប័ណ្ណបញ្ជាទេមកគាត់មិនបានចេញប័ណ្ណបញ្ជាឲ្យមានការជប់បាញ់នោះទេបាទបាននិយាយថាឥឡូវនេះគាត់គ្រាន់តែបានអាចបញ្ជាក់បានថាគាត់មិនដែលជ្រៀតជ្រែកយកកិច្ចការនយោបាយទៅជ្រៀតជ្រែកទៅលើកិច្ចការយោធានោះទេហើយលោកបញ្ជាក់ថាគ្មាននរណាម្នាក់ដែលពាក់ព័ន្ធនឹងការចេញប័ណ្ណបញ្ជានោះទេហើយលោកថាចាំពេលក្រោយលោកនឹងបំភ្លឺបន្ថែមទៀតអំពីបញ្ហានេះហើយលោករដ្ឋមន្ត្រីក្រសួងការពារជាតិដែលពេលនោះជាអនុរដ្ឋមន្ត្រីហើយជារដ្ឋមន្ត្រីការពារជាតិស្ដីទីហ្នឹងឥឡូវក៏បានចេញមកបដិសេធថាគាត់ក៏មិនដែលបានចេញបទបញ្ជាឲ្យបាទជប់បាញ់គ្នាដែរនៅថ្ងៃដំបូងនេះគឺគាត់បានបញ្ជាក់ថាកិច្ចការទាំងអស់នោះគឺគាត់ផ្ទេរកិច្ចការហ្នឹងទៅឲ្យមេតបដែលជាអ្នកទទួលកិច្ចការនោះបាទគឺបានន័យថាជាអគ្គមេបញ្ជាការដែលទទួលខុសត្រូវទៅលើការដឹកនាំការប្រយុទ្ធហ្នឹងអញ្ចឹងទាំងអតីតនាយករដ្ឋមន្ត្រីស្ដីទីទាំងអតីតរដ្ឋមន្ត្រីការពារជាតិបានបដិសេធថាមិនបានចេញបញ្ជាទេហើយលោកផាត់ឃ្លាំងហ្នឹងគឺគាត់បាននិយាយថាមានបញ្ជាអញ្ចឹងមកអញ្ចឹងបើសិនជាគាត់បញ្ចេញឈ្មោះគឺអ្នកទាំងអស់នោះប្រហែលជានឹងអ្នកនោះប្រហែលជារងការរិះគន់ឬក៏អាចនឹងមានគ្រោះថ្នាក់ហើយអញ្ចឹងណាបាទអញ្ចឹងនេះគឺជាប្រតិកម្មតបរបស់ខាងអិសរាជជនទាំងពីរប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យប្រិយមិត្តចាប់ផ្ដើមពិចារណាផងដែរគឺលោកផាត់ឃ្លាំងពេលនេះគាត់លែងជាបាទមេបញ្ជាការយុទ្ធភូមិភាគហើយគាត់ទៅធ្វើជាបាទជំនួយការរបស់អគ្គមេបញ្ជាការរបស់កងទ័ពថៃបាទឬក៏ជាទីប្រឹក្សាក៏ដោយជំនួយការក៏ដោយបាទជំនួយការហត់ជាងទីប្រឹក្សារបស់ខាងមេតបអញ្ចឹងតាមធម្មតាបើសិនជាគាត់នៅជាមេបញ្ជាការនៅកាន់សមរភូមិបាទនៅឆ្ងាយពីអគ្គមេបញ្ជាការទោះបីជាគាត់នៅក្រោមបញ្ជារបស់អគ្គមេបញ្ជាការប៉ុន្តែគាត់មានកម្លាំងនៅក្នុងដៃពេលខ្លះគាត់អាចមានសិទ្ធិស្វ័យសម្រេចនៅក្នុងការអនុវត្តការងារមួយចំនួនទោះបីជាគាត់ទៅជួលដំណឹងឬក៏សុំបទបញ្ជាពីថ្នាក់លើក៏ដោយក៏ប៉ុន្តែនៅពេលនេះគាត់មកជាទីប្រឹក្សាឬក៏ជាជំនួយការរបស់ខាងអគ្គមេបញ្ជាការចាំបានន័យថាគាត់នៅគៀកមេជាងពេលមុនបាទលើកមុនគាត់តែខ្សែបណ្ដោយបាទតែអញ្ចឹងទេឥឡូវនេះគឺគាត់នៅគៀកតែម្ដងអញ្ចឹងតាមធម្មតាបើសិនជាអ្វីដែលគាត់និយាយវាប៉ះពាល់ទៅដល់ផលប្រយោជន៍កងទ័ពថៃមេប្រាប់មួយផ្លែតគាត់ស្ដាប់គាត់ទៅស្ដាប់ជាងមុនប៉ុន្តែហេតុអ្វីបានជាផាត់ឃ្លាំងគាត់នៅតែនិយាយប្របាច់ប្រប៉ោចបានដដែលអញ្ចឹងដូច្នេះប្រិមិត្តអាចជាចោទជាសំណួរហ្នឹងអាចនឹងពិចារណាដោយខ្លួនឯងទៅបាទពីព្រោះពីមុនអាចនិយាយបានជួនកាលមេលឺយើងនិយាយហើយ
và còn mình thấy thì vướng nơi ngay mà ấy thì lấy ní nơi kia pro cái bài pro mê nơi cái bài mê ta hay và mê còn là phải plan để chụp giấy ta cầm ập trên đây nhé chứ còn mình hiện tại đây bị bùi chụp nuôi cặp to rồi cái tìm bức sáng nơi cái bài nó bàn vậy tập bàn đôi mình này ta còn là to này gì nè chẳng được chứ nè bạn này tha ở vậy để em ai sang để tha nó bán nó cứ bạn này tham biên cả bạc lương kiều ពីខាងមេតបថៃហ្នឹងឲ្យផាត់ក្លែនគាត់និយាយហេតុអីគាត់និយាយនៅពេលនេះបាទនៅចំណុចហ្នឹងអានោះជាសំណួរដែលយើងត្រូវចោទសួរផងដែរបាទបើថាឲ្យយើងមានចម្លើយវាអត់មានចម្លើយទេពីព្រោះរឿងផ្ទៃក្នុងរបស់ថៃប៉ុន្តែគាត់ថាអ្វីដែលចោទជាសំណួរមុននឹងយើងធ្វើការសន្និដ្ឋានយើងត្រូវចោទសំណួរថាប៉ុណ្ណឹង